ឲ្យតារា YouTube អាមេរិក ISOSpeed បើកឡានហោះនិងដើរមើលបច្ចេកវិទ្យាទំនើបៗនៅក្នុងប្រទេសរបស់ខ្លួន ISOSpeed ដែលជាតារា YouTube ដ៏ល្បីឈ្មោះម្នាក់នៅក្នុងសហរដ្ឋអាមេរិកដែលមានអ្នក follow នៅក្នុង YouTube ជាង37លាននាក់បានធ្វើឲ្យមានការផ្ទុះការចាប់អារម្មណ៍ជាថ្មីអំឡុងពេលរូបគេបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននិងបានមើលឃើញអស្ចារ្យជាច្រើននៅថ្ងៃដំបូងនៅក្នុងទីក្រុងសៀងហៃ Speed បានធ្វើការ live វីដេអូរយៈពេល6ម៉ោងដោយបានបង្ហាញអំពីបច្ចេកវិទ្យាដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើននៅក្នុងប្រទេសចិនបន្តិចក្រោយមកអ្នកផលិតមាតិកា YouTube ដ៏ល្បីឈ្មោះរូបនេះក៏បានបង្កើតប្រវត្តិសាស្ត្រដោយបានក្លាយទៅជាតារា YouTube ដំបូងគេដែលបានបើកឡានហោះដោយផ្ទាល់និងបានបង្ហោះវីដេអូ live ឲ្យពិភពលោកបានឃើញក្រៅពីនេះអំឡុងពេលនៃដំណើរទស្សនកិច្ចនោះ Speed ក៏បានមើលឃើញបច្ចេកវិទ្យាជាច្រើនទៀតរបស់ចិនដូចជាវ៉ែនតាបកប្រែភាសានៅក្នុងពេលវេលាជាក់ស្ដែងការបំពាក់នៅបច្ចេកវិទ្យា 5G នៅលើរថភ្លើងល្បឿនលឿននិងរថយន្តអគ្គិសនីដែលមានកម្លាំង1500សេសជាដើមមិនតែប៉ុណ្ណោះ ISOSpeed មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរបៀបរបបរស់នៅប្រចាំថ្ងៃរបស់ប្រជាជនចិនដែលមានលក្ខណៈជឿនលឿនជាពិសេសមានប្រព័ន្ធបង់ប្រាក់ Digital រហ័សនិងឧបករណ៍ឆ្លៀសវៃនានាដូចជាការដឹកជញ្ជូនអាហារតាម drone ជាដើមសូមបញ្ជាក់ផងដែរថាចិនបានបង្ហាញឲ្យពិភពលោកបានឃើញកាន់តែច្បាស់អំពីភាពរីកចម្រើនរបស់ខ្លួនតាមរយៈការ live វីដេអូរបស់ ISOSpeed ដែលមានអ្នកចូលទៅមើលរាប់លានអ្នកទូទាំងពិភពលោក